ប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀតបងប្អូនណាក្នុងនាមយើងជាមនុស្សមិនមែនសត្វទេរឆានទេពាក្យខ្លីៗដែលយើងនិយាយទៅកាន់មនុស្សគេនិយាយថាណែហើយជាមនុស្សឲ្យដឹងថាស្អីជាស្អីមើលអាស្អីជាស្អីហ្នឹងដោបរឿងច្រើនឲ្យដឹងថាស្អីជាស្អីឲ្យដឹងថារឿងណាគួររឿងណាមិនគួរឲ្យដឹងគុណឲ្យដឹងទោសបែងចែកតនឹងខ្មៅឲ្យដាច់ចេញពីគ្នាយើងមនុស្សយើងអាចបែងចែកថាស្អីជាស្អីបែងចែកគុណបែងចែកទោសបែងចែកតបែងចែកខ្មៅឥឡូវយើងយកពាក្យថាបានប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀតហ្នឹងយកមកបកស្រាយទាំងអស់គ្នាបងប្អូនណាបងប្អូនអង្គុយត្រេះរិះពិចារណាបន្តិចមើលឧទាហរណ៍ថាថ្ងៃ7មករាជាថ្ងៃគុណទៅចុះបងប្អូនយើងអត់ទាន់ទៅជែកថាតើថ្ងៃហ្នឹងជាថ្ងៃដែលបរទេសមានគុណលើយើងឬអត់ទេយើងអត់ទាន់និយាយទេប៉ុន្តែឧទាហរណ៍ថាបើមានគុណលើយើងទៅចុះពេលល្មិចអត់ឲ្យយើងចេញទៅណាទេចង់ឲ្យយ៉ាងម៉េចឧបមាថាយើងជាមនុស្សស្រីត្រូវបានអ្នកដទៃម្នាក់រំលោភអាអ្នកជួយយើងហ្នឹងយកយើងមកនៅផ្ទះហ្នឹងឧទាហរណ៍ថាយកមកហ្នឹងណាអត់ធ្វើបាបយើងទេឧទាហរណ៍ថាអត់ធ្វើបាបទៀតយកមកចិញ្ចឹមបីបាច់ខែរក្សាឲ្យនៅក្នុងផ្ទះហ្នឹងទៀតពីលំដាប់ទី1យើងអត់ទាន់និយាយថាតើទំនាក់ទំនងរវាងអ្នករំលោភហើយនិងអ្នកជួយយើងហ្នឹងវាមានទំនាក់ទំនងអីស្រួលវាធ្វើល្បិចផងអាម្នាក់លោភអាម្នាក់ជួយឧទាហរណ៍ថាវាអញ្ចឹងប៉ុន្តែឥឡូវយើងឲ្យអានឹងទុកម្ដុំសិនចុះឥឡូវយើងទុកអានឹងម្ដុំសិនចុះឥឡូវពិតជាជួយឥឡូវឈានចូលដល់ជំហានទី2យកយើងមកនៅផ្ទះគាត់យើងអត់គាត់និយាយថាយកមកហ្នឹងដើម្បីកេងចំណេញផលប្រយោជន៍លើយើងផងឥឡូវយើងនិយាយថាគាត់យកមកគាត់ស្រឡាញ់យើងបីបាច់ខែរក្សាយើងដល់ពេលយើងធំពេញរូបពេញរាងល្មមសមរម្យអាចរៀបការមានប្តីមានប្រពន្ធបានដល់ពេលយើងស្រឡាញ់គ្នាយើងចង់រៀបការគាត់និយាយថាហេទៅណាបានប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀតហើយបាច់ទៅរៀបការរៀបអីទេហើយនៅជាមួយអញនឹងហើយបានប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀតបងប្អូនណាយើងជាមនុស្សម្ដងអញ្ចឹងពីរដងអញ្ចឹងឲ្យតែឯងចង់ចេញតាំងគាត់និយាយអញ្ចឹងយើងជាមនុស្សគិតតែពិចារណាមើលសខ្មៅខុសត្រូវយ៉ាងម៉េចវាល្មិចគាត់តែខ្ញុំសូមរៀបការវាមិនបានវាល្មិចបងប្អូនត្រូវឆ្លោះមើលដួងចិត្តអ្នកខាត់យើងហ្នឹងវាល្មិចសពថ្ងៃយើងចង់បដូរផ្លាស់អ្នកដឹកនាំបដូរបានហើយបានប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀតបើគាត់និយាយថាណែអ្នកអញ្ញាដឹកនាំថ្មីហ្នឹងវាអត់ល្អទេវាខុសត្រង់នេះវាខុសត្រង់នេះហើយទៅប្រយ័ត្នចាញ់អោបគេពីព្រោះអាហ្នឹងវាខូចទៅនេះខូចទៅនេះជាបទពិសោធន៍អញមើលឃើញអញបញ្យល់ឯងអញ្ចឹងកុំផ្លាស់កុំដូរអីទុកកន្លែងហ្នឹងហើយបើគាត់បញ្យល់អញ្ចឹងអូខេទៀតណាបងប្អូនព្រោះយើងមើលថាអូអាអ្នកដែលយើងប្រងបោះឆ្នោតឲ្យថ្មីហ្នឹងវាមិនស្រួលមែនតែនេះអាណាក៏បានអាណាក៏បានអត់ឲ្យដូរមកបានប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀតបានប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀតបងប្អូនអង្គុយមើលបន្តិចមើលមានគុណនេះក៏ស្អីឬក៏ចំណេញពីរឿងទុកឲ្យវានៅប៉ុណ្ណឹងហ្នឹងទុកអញនៅផ្ទះហ្នឹងដើម្បីឲ្យបានចំណេញរឿងអីទេយ៉ាងមនុស្សខុសពីសត្វទេចាត្រូវគិតត្រូវនេះពិចារណាមើលវាល្មិចឧទាហរណ៍ថាសង្គ្រោះយើងយើងចាត់ទុកជាគុណអញ្ចឹងឲ្យបាច់ថែរក្សាយើងចាត់ទុកជាគុណទៀតដល់ពេលយើងសុំរៀបការមិនបានចាប់ដើមសង្ស័យមិនថាដូរបានប្រហែលជាធ្វើនាយករដ្ឋមន្ត្រីហ្នឹងប្រហែលជាធ្វើរដ្ឋមន្ត្រីហ្នឹងតែលួចស៊ីលុយជាតិបានគេយ៉ាងបានចង់អញទៅបើមិនមែនទឹកងំឲ្យអញរីកចម្រើនទេតែកៅអីស្រួលហ្នឹងមនុស្សបងប្អូនមិនមែនសត្វទេរឆានទេណាបើចង់ឲ្យយើងដឹងគុណ7មករាយើងត្រូវឆែកមើលថាតើ7មករាពិតជាគុណមែនអត់ទី1ទី2ក្រោយពី7មករាមកគេនិយាយថាគេដឹកនាំប្រទេសឲ្យរីកចម្រើនយើងជាពាក់គុណគេទៀតឧទាហរណ៍ថាគុណទៀតចុះឥឡូវយើងរស់នៅក្នុងសង្គមហ្នឹងវាមិនទៅស្រួលយើងចង់ឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំថ្មីផ្លាស់ប្ដូរប្រព័ន្ធថ្មីបើគាត់បញ្យល់យើងថាហើយមិនជ្រើសរើសអញជាអ្នកដឹកនាំវាអត់បញ្ហាអីទេប៉ុន្តែសំខាន់ណាហើយទៅរកអាណាឲ្យប្រព័ន្ធបើជាងអញបន្តិចហើយមើលអាថ្មីហ្នឹងវាខុសត្រង់នេះជួយប្រាប់យើងផងប៉ុន្តែនេះគឺមិនមែនចឹងផងដូរអាណាក៏បានគឺថាប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតបងប្អូនណាយើងជាមនុស្សងាកក្រោយមានរឿងអីទេក្នុងរឿងអស់ហ្នឹងបើត្រឹមតែមកជួយអញបើអញទៅរកកន្លែងរីកចម្រើន
ហើយវារីកចម្រើនមែនគួរឲ្យអញទៅនេះបានចំណុចអីពីអញទេយើងមនុស្សមិនសត្វទេខានទេណាគឺខ្ញុំនិយាយខាងដើមអញ្ចឹងខ្ញុំអត់រៀនបដៅបងប្អូនហើយក៏អត់រៀនបងប្អូនតែខ្ញុំគិតឃើញអីខ្ញុំយករឿងហ្នឹងមកវែកញែកឲ្យបងប្អូនស្ដាប់ព្រោះតែកំណត់មួយហ្នឹងបងប្អូនយួនអត់ទាំងធ្វើអីយើងផងយើងជួគ្នាបែកម៉ាំងខ្មែរហ្នឹងណាយួនអង្គុយលើចុងឈើនោះអចិត្តមាត់ខ្មែរវាល្ងងវាឆ្លោះគ្នាខ្មែរវាគិតប្រយោជន៍កខ្លួនវាគិតរឿងនឹងយល់ដែរមិនយល់ទេប៉ុន្តែវាឆ្លោះគ្នាអញយួនអង្គុយលើចុងឈើចាំមើលអាសត្វពីរហ្នឹងវាខំគ្នាទៅអញចាំចុះមកស៊ីត្មងសពថ្ងៃកុំទៅខឹងបរទេសខ្មែរយើងសពថ្ងៃនេះបង្កើតរឿងឆ្លោះគ្នាគ្រប់កន្លែងបងប្អូនដឹងរឿងកើតមកពីអីរឿងទាំងឡាយវាកើតមកពីភាពអយុត្តិធម៌តែមានភាពអយុត្តិធម៌រឿងចាប់បានកើតដែរឬមួយយើងធ្វើគេមុនឬមួយគេធ្វើយើងមុនដើរសុកមិនទាន់យើងឯងបាត់ដើរសុកបោះសម្ដីឯងស្លឹបមានន័យថាកន្លែងមួយវាចាប់ដើមទុះជាភ្លើងឡើងណាដល់ពេលក្តៅក្រហាយខ្លាំងពេកគ្រាន់មិនបានយកសាំងទៅចាក់ដែរយើងទៅសាំងទៅចាក់ដែរដល់ពេលសាំងទៅចាក់ដែរវាឆ្លោះគ្នាពេញទឹកពេញដីនឹងទៅព្រោះអីមានរឿងខ្លះក្នុងចិត្តរបស់យើងអាចអត់អោនឲ្យបានហើយអស់មកលើអញប៉ុណ្ណឹងអញចេះតែអត់អោនឲ្យកើតប៉ុន្តែមានរឿងខ្លះយើងមានអារម្មណ៍ថាហួសហេតុទៅបងប្អូនហួសហេតុដូចហួសហេតុអត់មានអារម្មណ៍ហួសហេតុហ្នឹងបងប្អូនទៅខុសប៉ុណ្ណឹងហើយមិនដឹងគួរតែខុសមកបំពេញទៀតហួសហេតុអ្នកហួសហេតុទៅអញ្ចឹងដើម្បីកុំឲ្យសង្គមខ្មែរណាវាមានបញ្ហាខ្មែរឆ្លោះគ្នាម្នាក់ត្រូវចាប់ដើមពីខ្លួនឯងកុំឲ្យវាមានរឿងអរិយភាពដែលកើតពីយើងដែលជាអ្នកពុះភ្លើងឡើងនៅសុកកាច់ភ្លើងខាច់នៅកន្លែងហ្នឹងមានសម្រាប់មានអីហេះសិលគណៈបកនយោបាយបង្កើតមកស្របច្បាប់ប្រជាប្រដ្ឋមានសិទ្ធិចូលរួមគ្រប់គណៈបកនយោបាយទាំងអស់ពេលគណៈបកនយោបាយប្រជុំប្រជាប្រដ្ឋមានសិទ្ធិចូលរួមបានច្បាប់ចែងដល់ពេលឯងមកចូលរួមតាំងមកខាត់ឯងអយុត្តិធម៌ចាប់ដើមឆ្លោះយួនមិនបាច់មកចូលរួមឆ្លោះទេខ្មែរឆ្លោះតែគ្នាឯងរងថ្ងៃនេះគណៈបកសំនឹងទីគណៈបកសិទ្ធិមនុស្សដោយតាមគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនឃើញយើងចេញមកដឹងថាយើងត្រឹមត្រូវដែរប៉ុន្តែនៅតែលៀបពណ៌លៀបពណ៌ហ្នឹងអាចយុត្តិធម៌ឆ្លោះហើយព្រោះថាគណៈបកហ្នឹងបង្កើតមកបំបែកសម្លេងអ្នកប្រជាធិបតេយ្យអាណាធម៌បានយើងមិនចង់ឆ្លោះក៏វាត្រូវតែឆ្លោះអាខ្លះគេធ្វើខ្លួនគេដូចគ្រាន់បើគេនិយាយថាម៉េចវាមិនដែលផ្ទះដៃមកខាងលឺទេតែឆ្លោះវាមានរឿងបន្តិចម្នាក់ឯងនៅសុកក៏វារករឿងអត់ឈប់ជន់ជើងឯងផ្លឹបឯងជើងសំរឿងជើងអតាំងដើរចេញមកជំនាញទៅចាញ់បានទៅជាប្រាក់ញ៉ាំបានទៅជាមាចាញ់ប្រុចឯងទៅឈរឆ្ងាយពីវាមកជំនាញវាទៅជាប់ទៀតដល់ពេលយើងចេញមុខឆ្លោះគេថារឿងវាតែតែមានទាំងសងខាងផ្ទះដៃមកខាងមិនលឺទេអញឈប់ឆ្លោះជាមួយអាអ្នកជន់ជើងមកឆ្លោះជាមួយអាអ្នកធ្វើឯងត្រឹមត្រូវនឹងវិញហើយមិនមើលវាជន់ជើងអញអត់ឈប់អញខ້ອຍអត់ឈប់ទេណាប៉ុន្តែវានៅតែជន់ជើងយើងពិតហើយតែផ្ទះដៃមកជាងអត់លឺប៉ុន្តែនេះអញបែកលក់អីណាដៃអញនៅគ្នាមិនវាមកផ្ទះខាច់ត្មងលឺវាលឺចង់ណាស់ប៉ុន្តែអញមិនចង់ផ្ទះមួយវាទេណាវាមកផ្ទះរហូតណាយើងគិតពីរឿងប៉ុន្តែវាធ្វើឲ្យមានរឿងរហូតបងប្អូនណាសង្គមណាដែលគ្មានភាពអយុត្តិធម៌សង្គមនោះគ្មានសាមគ្គីធម៌ទេសង្គមណាគ្មានសាមគ្គីធម៌សង្គមនោះអត់អភិវឌ្ឍរួចទេតែមានភាពអយុត្តិធម៌អត់មានសាមគ្គីទេក៏អត់មានសាមគ្គីបកើភ្នំមិនរួចទេសពថ្ងៃខ្មែរយើងវាបាត់អាហ្នឹងហេតុអីបាត់អាសាមគ្គីធម៌ហ្នឹងហើយរឿងអយុត្តិធម៌ហ្នឹងស្លឹបឡើងបានប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀតក្តៅណាចាំអានក្តៅណាវាល្មិចបានអានមិនឲ្យអញឆ្លាស់ដោអ្នកឯងចាំ7មករាមានគុណឥឡូវអញថាមានគុណទៅចុះហើយពី7មករាមកគេខំទឹកនាំប្រទេសឲ្យរីកចម្រើនប៉ុណ្ណឹងហើយអញយល់ថានឹងរីកចម្រើនទៅចុះមិនអញតែភ្លេចគុណឯងពីថ្ងៃណាប៉ុន្តែអញមើលទៅអញឃើញអាអ្នកថ្មីវាល្អជាងហ្នឹងអាចទឹករីកចម្រើនទៅបានពី7មករាដឹងគុណឯងហើយពី7មករាមកដល់ថ្ងៃហ្នឹងអញដឹងគុណឯងទៀតប៉ុន្តែឥឡូវនេះអញឃើញអ្នកថ្មីអាចដឹកនាំប្រទេសល្អជាងឯងអត់ឲ្យទៅទេបានប៉ុណ្ណឹងហើយចង់បណ្ណាទៀតអញមើលយូរទៅចង់សាដានទេ7មករាលើកចង់និយាយមកវិញក៏មិនហើយជួយអញមែនហើយដឹកនាំប្រទេសពីកន្លងមកជួយអញមែនតែឯងគ្រាន់តែចង់ជួយអញទេបើអ្នកថ្មីគេអាចជួយអញបានច្រើនជាងហែងណា
ហើយមកឲ្យអញទៅបាត់ហើយនេះមិនឲ្យអញទៅហេដូចមានរឿងអីទៅយ៉ាងយើងជាមនុស្សគិតចុះគិតឡើងអូតំណែងតួនាទីរបស់គេនឹងគេស៊ីស្រួលបងប្អូនណាគេថាធ្វើគុណលើគេកុំឲ្យសម្ដែងគេធ្វើគុណលើឯងកុំឲ្យបំភ្លេចគុណច្បាស់ជាគុណពិតប្រកបមែនអត់មានរំលើកទេបងប្អូនហើយអ្នកដែលត្រូវបានគេធ្វើគុណលើក៏មិនត្រូវបំភ្លេចដែរប៉ុន្តែបងប្អូនអាចបំភ្លេចបាននៅថ្ងៃដែលគេមិនលើកគុណមកថ្ងៃមកលើកគុណហ្នឹងអស់គុណបដ ாய் ធ្វើគុណលើគេកុំឲ្យសម្ដែងឥឡូវសម្ដែងអស់គុណនៅថ្ងៃសម្ដែងហ្នឹងហ្មង7អ្នករាខ្ញុំស្គិញបងប្អូនមិនគាត់បាន7អ្នករាមួយហ្នឹងបានដឹកនាំប្រទេសពី79មកហ្នឹងចង់ធ្វើបាបអញតាមចិត្តនៅតែអញនិយាយថាណាយកអញទៅ7អ្នករាហ្នឹងវិញទៅអញຕົកចិត្តងាប់ច្រឡំប្រពន្ធដូចម៉ែឪខ្លះគាត់បង្កើតកូនមកហើយគាត់ជាគុណពីកូនពេកម៉ែឪដែលមានគុណលើកូនពិតប្រាកដអញ្ចឹងកូនព្រោះកតាបកិច្ចខ្លួនជាអ្នកបង្កើតគេអត់មានគោះទ្វារទេយើងអ្នកបង្កើតគេដូច្នេះយើងត្រូវចិញ្ចឹមកូនព្រោះយើងជាអ្នកបង្កើតរឿងរបស់យើងអ្នកបង្កើតគេមកតែម៉ែឪខ្លះទៀតណាមុនបង្កើតកូននឹកឃើញរឿងគាត់សពគ្រប់ទាំងអស់ចាស់ទៅចិញ្ចឹមអញវិញគាត់នឹកឃើញសពគ្រប់ទៅចិញ្ចឹមជ្រូកចឹងប៉ុន្តែគាត់តែជ្រូកវាអត់ចេះចិញ្ចឹមគាត់ទៅចាស់វិញកុំអីគាត់ចិញ្ចឹមជ្រូកទៅគាត់មិនចិញ្ចឹមយើងទេគាត់ចិញ្ចឹមយើងក៏ចិញ្ចឹមគាត់ទៅចាស់វិញដល់ពេលគាត់គិតចិញ្ចឹមណាបងប្អូនថាគាត់ទាគុណដូចទាកូនស្វាមបានម៉ែយកខ្ញុំពីកន្លែងណាយកខ្ញុំទៅដាក់កន្លែងនោះវិញទាយ៉ាងនេះយ៉ាងហ្នឹងនេះ7អ្នករាសប្ថ្ងៃនេះឯងដើរចេញទៅណាបាន7អ្នករាអាចឲ្យហុយទ្រប់ពេញផ្លូវទាំងអស់អាចរដ្ឋបាលកសិកម្មផលិតមករកទីតាមបានយួនហូរពេញដីកាត់ស្លាញ់ហើយជើងទឹកទីអស់ហើយនៅតែឲ្យឯងចេញទៅណាទៀតបានប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀតបានប៉ុណ្ណឹងហើយចង់ប៉ុណ្ណាទៀត7អ្នករារបស់អញ7អ្នករារបស់អញនិយាយទៅដល់យកខ្ញុំដាក់7អ្នករាវិញតែដាក់អាពុតសម្រាប់ចោលមកត្បូងជាប់ហ្នឹងម៉ែមិនស្រួលងាប់ស្រួលជាងឥឡូវផងបើទាគុណទាយ៉ាងហ្នឹងត្រឡប់ឲ្យក្រោយវិញដូចកូនខ្លះវាថាម៉ែវាទាគុណពេកតែម៉ែយកខ្ញុំដាក់កន្លែងដើមវិញខ្ញុំគ្មានគោះទ្វារមកទេគោះហេតុពេកទេបងប្អូននេះយើងមានអារម្មណ៍គោះហេតុសប្ថ្ងៃនេះយើងចេញទៅកន្លែងណាអត់បានអាត្រង់ចំណុចហ្នឹងហើយដែលខ្ញុំថាយើងត្រូវមានមូលហេតុដែលជាហេតុផលសមរម្យក្នុងការតបតទៅគេវិញពីព្រោះយើងជាមនុស្សយើងមិនមែនសត្វទេរឆានទេនឹងមួយទៅពីរឿងបានប៉ុណ្ណឹងហើយចង់បណ្ណាទៀតបានប៉ុណ្ណឹងហើយចង់បណ្ណាទៀតអានឹងមានតែគេវាបានផលប្រយោជន៍ពីយើងមិនឲ្យយើងចេញទៅតាណាហើយបានប៉ុណ្ណឹងហើយចង់បណ្ណាទៀតបើតាណាជាគេគិតពីយើងណាបងប្អូនកន្លែងណាដែលយើងទៅនៅមានការរីកចម្រើនជាងកន្លែងដែលយើងកំពុងតែនៅគេឲ្យយើងទៅបានហើយដូចសប្ថ្ងៃគេថាគេមានគុណចំពោះយើងគឺថ្ងៃ7មករារួចហើយគេខំដឹកនាំប្រទេសឲ្យរីកចម្រើនយើងបានរស់នៅបានប៉ុណ្ណឹងហើយចង់បណ្ណាទៀតបងប្អូនអង្គុយគិតយូរមើលអត់មានអីបាក់គិតទេប្រកបជាមានចំណេញអីពីស្ថានភាពហ្នឹងមិនចង់ឲ្យយើងផ្លាស់ប្ដូរហ្នឹងប្រកបជាអញ្ចឹងហ្នឹងហើយបើបងប្អូនឃើញអញ្ចឹងហើយបងប្អូននៅតែគាំទ្រទៀតអាហ្នឹងចូលដល់រឿងម៉េចចូលដល់រឿងថាម្ចាស់គេមិនចង់អាណាជួយកើនៅជាក្បែរខាងយើងឲ្យតែយប់គាត់នេះលឺតែត្រែកចេកចាច់ស្ដីវាយរាល់ថ្ងៃឯងណាមិនមែនជាមនុស្សដែលត្រូវបានគេវាយគឺជួឯងចង់ទៅជួយប្រពន្ធគេនោះគេពេញចិត្តនឹងប្តីគេវាយព្រឹកថ្ងៃល្ងាចនោះហើយទៅនិយាយមិនស្ដាប់នឹងគេត្រូវគ្នាកន្លែងណានឹងគេពេញចិត្តគ្នាកន្លែងណាដល់ពេលម្ចាស់គេអញ្ចឹងបងប្អូនអាណាទៅជួយកើណាម្ចាស់គេអត់ឲ្យយើងជួយប៉ុណ្ណឹងណែប្រជាប្រដ្ឋខ្មែរសប្ងៃចឹងមើលឃើញគុណទៅជាទោសមើលឃើញទោសទៅជាគុណអាចចឹងបងប្អូនអត់មានពីណាជួយកើតទេបានប៉ុណ្ណឹងហើយចាំបណ្ណាទៀតណាអញ្ចឹងទៀតអញ្ចឹងបានខ្ញុំប្រាប់ថាបងប្អូនហើយរឿងស្រុកខ្មែរនេះបើបងប្អូនអត់ចូលរួមជួយធ្វើទាំងអស់គ្នាទេអត់អិនណាធ្វើបាន